បងគាត់មានបញ្ហាជំងឺភ្នែកដុសកន្ទុយថ្លែនបាទជំងឺភ្នែកដុសកន្ទុយថ្លែនយើងព្យាបាលបានបងមិនមែនជាដុំសាច់មហារីកទេវាគឺជាការរីករាលដាលខុសធម្មតារបស់ភ្នាសនៃភ្នែករបស់យើងដែលមានលក្ខណៈក្រាស់ឬក៏ដុំពណ៌លឿងឬសាច់ខ្លាញ់ហ្នឹងពណ៌ក្រហមរាងដូចស្លាបសត្វឬក៏ត្រីកោណហើយដុសនៅពេលដែលដល់ប្រស្រីខ្មៅឬក៏ដល់កូនក្រមុំធ្វើឲ្យយើងបាំងស្វាំងមើលអត់ឃើញនៅពេលដែលវាដុសធំក្រាស់មកដល់ប្រស្រីធំបាទធ្វើឲ្យយើងអាចនឹងអាស្ទីម៉ាតឬក៏ពិបាកមើលនៅពេលយប់បាទគេហៅមញោបណាព្រោះកាលណាសាច់ខ្លាញ់ដុសក្រាស់ទៅវារុញកំណោងកញ្ចក់ភ្នែករបស់យើងបាទធ្វើឲ្យលៀងពិបាកមើលណាសញ្ញានៃជំងឺទូទៅវាមិនធ្វើទុកខ្លាំងទេបាទមិនជាបញ្ហាទេប៉ុន្តែធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលបាទដូចជារកាំហៀហូទឹកភ្នែកបាទមានអ្វីនៅក្នុងភ្នែកដូចជាក្របខ្សាច់នៅក្នុងភ្នែកអញ្ចឹងបាទពិសេសនៅត្រង់សាច់ខ្លាញ់មានការរលាកស្ងួតកាហាយហៀហូទឹកភ្នែកឬក៏ធ្វើទុកនៅពេលយើងខុសចំណីអាហារឬនៅបរិស្ថានល្អទលីដីផ្សែងបាទធ្វើទុកឯងបាទវាដោយពេលប៉ុន្តែនៅពេលដែលយើងកាន់តែធំក្រាស់បាទកាន់តែដុសកាន់តែខ្លាំងបាទកាន់តែធំអញ្ចឹងការធ្វើទុកកាន់តែញឹកញាប់ដូចគ្នាបើសិននៅតូចកម្រិតតូចស្ដើងបាទមិនសូវជាធ្វើទុកទេបាទយូរម្ដងបាទអាស្រ័យយើងថែទាំបាទបើសិនអ្នកដែលថែទាំបានល្អបាទអញ្ចឹងលូតលាស់យឺតបំផុតបាទបើសិនមិនសូវបានថែទាំល្អគាត់ធ្វើការហាលក្តៅនៅកន្លែងទលីដីផ្សែងអានឹងវិវត្តលឿនទៅតាមនឹងដែរអ្នកខ្លះដុសរហូតដល់10 20ឆ្នាំបាទអ្នកខ្លះក៏តិចជាងនឹងអ្នកខ្លះដុសតែ1ឆ្នាំស្មើនឹងគេ10ឆ្នាំក៏មានដែរអាស្រ័យលើការថែទាំរបស់មនុស្សម្នាក់អត់ដូចគ្នាការរស់នៅបរិស្ថានល្អឬមិនល្អអញ្ចឹងណាបាទមូលហេតុគឺយើងប៉ះពន្លឺព្រះអាទិត្យរយៈពេលយូរឬក៏ធ្វើការក្រោមកម្ដៅថ្ងៃរយៈពេលយូរឆ្នាំណាបាទអញ្ចឹងបូកកត្តាមួយទៀតកត្តាមួយចំនួនមួយទៀតបាទដូចជាទលីដីផ្សែងបាទខ្យល់បាទបរិយាកាសស្ងួតពេកឬក៏ហ្វក់បាទអានឹងក៏ធ្វើឲ្យកើតកន្ទុយថ្លែនដែរហើយពិសេសអេឡិចត្រូនិកសប្តាហ៍ដែលប្រើដូចជាកុំព្យូទ័រទូរស័ព្ទដៃ Blu-ray ដែលចេះមកលើភ្នែករបស់យើងចេញពីកញ្ចក់ពលឺទាំងអស់ហ្នឹងដែលចេញពីអេក្រង់ទូរស័ព្ទដៃឬក៏កុំព្យូទ័រទាំងអស់ហ្នឹងបាទគឺធ្វើឲ្យប៉ះពាល់ធ្វើឲ្យស្ងួតកាលណាស្ងួតយូរទៅដូចជាកន្ទុយថ្លែនបាទយើងអត់ចាប់អារម្មណ៍ភ្នែករបស់យើងមានអារម្មណ៍ថាស្ងួតបាទបូករួមយើងសម្រាលអត់បាត់គ្រប់គ្រាន់បាទគឺវានឹងឆាប់ដុសកន្ទុយថ្លែនតែម្ដងចំពោះការព្យាបាលបើសិនយើងនៅកម្រិតតូចស្ដើងបាទយើងព្យាបាលឆាប់អស់ខ្លាញ់ហ្នឹងហើយបាត់អាការៈដូចជាក្រហមហៀហូរទឹកភ្នែករមាស់បាទស្វាំងអីហ្នឹងបាទបើមានរលាកស្ងួតគឺវាបាត់ហើយនឹងរលាយខ្លាញ់ទៅវិញហើយក៏ចំណាយថវិកាតិចប៉ុន្តែបើសិនករណីដែលយើងទុករហូតដល់ក្រាស់បាទអាហ្នឹងគឺយើងព្យាបាលក៏បានដែរលេបក៏បានគ្រាន់ថាយើងចំណាយថវិកាអស់ច្រើនបន្តិចបាទបើទៅពេទ្យគេណែនាំឲ្យយើងវះបាទប៉ុន្តែវះយើងសម្រេចចិត្តឲ្យច្បាស់បាទពួកយើងត្រូវសម្រាកការងារការពារយ៉ាងតិចក៏3 6 ខែដែរបើការពារមិនល្អអាចដុសឡើងវិញឬអត់ភ្លឺដោយប្រការណាមួយបងប្អូនយើងទទួលខុសត្រូវខ្លួនឯងពួកយើងផ្តិតមេដាយឲ្យពេទ្យវះដែរអញ្ចឹងពិបាកដែរខ្មែរយើងដីហុយអាហារគីមីយើងមើលអត់ឃើញអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់បានថ្នាំក្របញ៉ាំបាទយើងធ្វើការបានអាចតាក់ទងមកបានយើងមានដំណោះស្រាយសម្រាប់តែយើងមិនចង់វះកាត់មិនចង់បកណាបាទបើមិនមានពេលវេលាថែទាំបាទអាចតាក់ទងមកបានបាទអរគុណ